ការយើងញ៉ាំជាតិស្ករច្រើនញ៉ាំបាយច្រើនញ៉ាំជាតិផ្អែមខ្លាំងវាអត់ល្អសម្រាប់សុខភាពយើងទេតែបងប្អូនយើងគាត់សួរថាចុះហេតុអីបានជាពេលដែលខ្វះជាតិស្ករហ្នឹងបែរជាញ័រដៃញ័រជើងទៅវិញកន្លែងនេះយើងនិយាយអំពីជាតិស្ករដែលនាំចូលហើយនិងជាតិស្ករនៅក្នុងឈាមមែនតើទៅរបស់ពីរហ្នឹងវាតាក់ទងគ្នាប៉ុន្តែមិនមែនជារបស់តែមួយទេអីដែលខ្ញុំនិយាយគឺពាក់ព័ន្ធជាមួយនឹងការនាំជាតិស្ករចូលដូចជាបាយដូចជាទឹកស្ករផ្អែមអីអស់ហ្នឹងវាជាអាហារដែលសម្បូរជាតិស្ករដែលធ្វើឲ្យខ្លួនយើងនឹងត្រូវធ្វើការខ្លាំងជាមួយនឹងជាតិស្ករទាំងអស់គ្នាអ៊ីនស៊ូលីនក៏ឡើងស្ករដែលនៅសល់ក៏ស្តុកទុកទៅជាខ្លាញ់អីចឹងទៅតែដោយឡែកជាតិស្ករនៅក្នុងឈាមជារឿងមួយទៀតព្រោះជាតិស្ករនៅក្នុងឈាមមិនមែនជាជាតិស្ករដែលចូលទៅតាមរយៈអាហាររបស់យើងដោយផ្ទាល់ទេអាហារទាំងអស់ហ្នឹងមុននឹងចូលទៅក្នុងឈាមរបស់យើងគឺវាឆ្លងកាត់ដំណើរការជាច្រើនទាំងការស្រូបរបស់ពោះវៀនរបស់យើងទាំងការបំលែងដែលកើតឡើងនៅក្នុងថ្លើមរបស់យើងហើយជាតិស្កររបស់យើងជាក់ស្ដែងមិនមែនជាតិស្ករចូលភ្លាមចេញភ្លាមទៅក្នុងឈាមនេះគឺថ្លើមរបស់យើងជាអ្នក control អាហ្នឹងជាអ្នកគ្រប់គ្រងអាហ្នឹងអញ្ចឹងមានរឿងអីកើតឡើងនៅពេលដែលជាតិស្កររបស់យើងធ្លាក់ចុះបែបហ្នឹងពីខ្ញុំទៅវិញកាលណាជាតិស្ករធ្លាក់ចុះបែបហ្នឹងបានន័យថារាងកាយរបស់យើងបាត់បង់លំនឹងនៅក្នុងការគ្រប់គ្រងជាតិស្ករហើយវាជាសញ្ញាមួយដែលបង្ហាញថាខ្លួនរបស់យើងប្រហែលជានឹងប្រឈមជាមួយនឹងទឹកនោមផ្អែមនៅពេលអនាគតហើយពីព្រោះហេតុអីបានជាតិស្ករចុះទាបពីព្រោះនៅពេលដែលខ្លួនយើងញ៉ាំស្ករច្រើនឧទាហរណ៍ថាយើងញ៉ាំបាយច្រើនអាំងស៊ូលីនរបស់យើងនឹងឡើងខ្ពស់នៅពេលដែលអាំងស៊ូលីននឹងឡើងខ្ពស់វានឹងជំរុញជាតិស្ករនឹងឲ្យចូលទៅក្នុងកោសិកានឹងក្នុងលម្អឿនលឿនបំផុតនៅពេលដែលលឿននឹងហើយផុតពីនឹង1ម៉ោងទៅ2ម៉ោងជាតិស្កររបស់យើងនឹងអាចចុះទាបដែលធ្វើឲ្យយើងពេលខ្លះចាប់ដើមឃ្លានចាប់ដើមញ័រដៃញ័រជើងអីចឹងទៅអញ្ចឹងសញ្ញានៃការចុះជាតិស្ករមិនមែនល្អទេសញ្ញានៃការចុះជាតិស្ករជាសញ្ញាប្រាប់ថាការគ្រប់គ្រងជាតិស្កររបស់យើងគ្មានតុល្យភាពបាត់បង់តុល្យភាពអាចនឹងប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមទៅអនាគតបាទអរគុណច្រើន